សម្រាប់បងប្អូនដែលឃើញវីដេអូនេះហើយកុំតន់អស់រំលងណាបងបងថ្ងៃនេះបងអូនចង់មកណែនាំអំពីការតេស្តមេរោគអេដដែលខ្លួនឯងសម្រាប់ការតេស្តមេរោគអេដដែលខ្លួនឯងនឹងរក្សាការសម្ងាត់ហើយមិនមានការឈឺចាប់ទេណាបងបងហើយក្នុងនឹងដែរគឺយើងមានជាឈុតបែបនេះម៉ាស៊ីនតេស្តជាមួយនឹងបំពង់ចាប់ឈាមអញ្ចឹងបងបងទុកមួយឡែកសិនតមកទៀតនេះគឺជាមជុលអូតូហ្នឹងគឺអត់ឈឺទេបងបងអត់ធ្វើឲ្យការឈឺចាប់ទេនេះគឺជាអាកុលផេតហ្នឹងគឺយើងហែកឲ្យហើយមកតមកទៀតនេះគឺជាទឹកថ្នាំហើយបងបងសូមលាងដៃសិនណាមុននឹងធ្វើការតេស្តដើម្បីសម្អាតមេរោគមកតង់សិនណាហើយបងបងយកសលេអាកុលផេតហ្នឹងជួតមកតង់ទៀតដើម្បីសម្រាប់មេរោគឲ្យកាន់តែល្អបងបងយកមកចូលហ្នឹងគឺយើងសកត់លើម្រាមដៃហ្នឹងស្កត់តែបន្តិចក៏បានដែរបងបងគឺអត់មានការឈឺចាប់ទេមកចូលហ្នឹងហើយបងបងចាំបាច់យកឈាមសំល្មមណាបងបងយកបំពង់ចាប់ឈាមចាប់ដាក់ក្នុងម៉ាស៊ីនតេស្តមិនតិចពេកមិនច្រើនពេកណាបងតមកទៀតបងកាច់ទឹកថ្នាំហ្នឹងតក់នៅក្នុងម៉ាស៊ីនតេស្តពី3តំណក់ជាមួយនឹងឈាមហ្នឹងបងសុំទុកម៉ាស៊ីនតេស្តនៅកន្លែងស្មើដើម្បីឲ្យដើរបានល្អបំពង់ចាប់ឈាមយើងចាប់ហើយសុំទុកកន្លែងដែលមានសុវត្ថិភាពដើម្បីការពារមេរោគណាបងហើយបងនឹងឃើញ15វិនាទីគឺឃើញលទ្ធផលតែមេរោគអេដនឹងហើយបងឃើញទេលោតអក្សរ C បែបនេះបានន័យថាអត់មានណាតែបើលោត2កម្មអក្សរ C អក្សរ T បានន័យថាមានបងដែលចង់បានបោះដុំនឹងរាយតាក់ទងមកបងអូនបានណាអរគុណ